នៅព្រឹកមួយភ្លឺស្រទន់ព្រះនាងម៉ាលីដែលចេញទៅកាន់ស្រះផ្កាឈូកជាទីស្រឡាញ់ព្រះនាងសំបីតែជែកជាមួយផ្កាឈូកដូចមិត្តភក្តិប៉ុន្តែក្នុងថ្ងៃនោះរង្វង់ទន្លេខ្លាយជាស្ងួតត្រីទាំងឡាយស្ទើរមិនអាចដកដង្ហើមបានមនុស្សភូមិត្រួសត្រាយចិត្តព្រះនាងម៉ាលីសម្រេចចិត្តចេញដំណើរការដើម្បីស្វែងរកមូលហេតុព្រះនាងជិះទូកតូចឆ្លងកាត់វាលផ្កាឈូករាវសូរស្លឹកឈូកនិងសត្វស្លាបលើមេឃជាសម្លេងសុខសាន្តព្រះនាងជួយកូនអណ្ដើកតូចមួយត្រូវបានស្មៅរុក្ខជាតិបង្ខំឲ្យជាប់ភ្លាមមានសត្វបក្សីពណ៌ច្បាស់ភ្លឺឆ្លុះរំលែងមកក្បែរវាលួចខ្សែចិញ្ចៀនការឈូករបស់ព្រះនាងហើយហោះចេញទៅព្រះនាងដើរតាមបក្សីទៅដល់រូងទឹកសម្ងាត់នៅទីនោះបក្សីបានបំលែងខ្លួនទៅជាតួអង្គអរិយទឹកវាជាអរិយទឹកក្មេងសប្បាយចិត្តប៉ុន្តែចូលចិត្តលេងផ្សេងផ្សាព្រះនាងមិនខឹងឡើយព្រះនាងនិយាយសាបសូន្យសង្កត់ធ្ងន់ពីទុក្ខរបស់មនុស្សនិងសត្វដែលនៅក្រោមទន្លេអរិយទឹកភ្ញាក់ផ្អើលចិត្តពីភាពទន់របស់ព្រះនាងអរិយទឹកស្គាល់ខុសត្រូវគេជូនព្រះនាងសុំទោសទឹកភ្នែករបស់គេធ្លាក់ចុះជាកញ្ចប់ទឹកភ្លឺពេលគេដោះទំពក់ទឹកទន្លេហូរខ្លាំងឡើងវិញត្រីទាំងឡាយលោតលេងដោយសប្បាយចិត្តមនុស្សក្នុងភូមិទាំងអស់រីករាយបំផុតអរិយទឹកបានទៅសន្តាគាររដ្ឋាភិបាលជាភ្ញៀវមនុស្សដល់ផ្កាឈូកជាសំណាងល្អនៅយប់នោះស្រះផ្កាឈូកភ្លឺដូចពន្លឺច័ន្ទព្រះនាងម៉ាលីនិងអរិយទឹកអង្គុយស្ងប់លើគែមស្រះទីបំផុតពួកគេបានយល់ថាភាពទន់ភ្លន់និងចិត្តល្អអាចបំលែងមនុស្សគ្រប់គ្នា